ស្បែកស្អាតឬស្បែកល្អតើអ្នកដឹងទេថាស្បែកគឺជាសរីរាង្គធំជាងគេនៃរាងកាយវាមានទំហំប្រមាណ2ម៉ែត្រការ៉េគ្របដណ្ដប់ពេញរាងកាយនិងមានទម្ងន់ប្រមាណ3ទៅ4គីឡូក្រាមអាស្រ័យទៅតាមទំហំនៃរាងកាយស្បែកជារបងការពារដំបូងបំផុតនៃប្រព័ន្ធការពារក្នុងខ្លួនមនុស្សដែលការពារពីភាពកខ្វក់បាក់តេរីបរិយាកាសមិនស្អាតនិងពន្លឺព្រះអាទិត្យដែលមាន UV ray ដែលអាចប៉ះពាល់ដល់ស្បែកបានដើម្បីរក្សាស្បែកឲ្យមានសុខភាពល្អសូមចងចាំទម្លាប់សំខាន់ៗទាំងនេះតែងតែការពារស្បែកពីពន្លឺព្រះអាទិត្យប្រើ sunscreen ដែលមាន SPF 30ឡើងទៅហើយលាបជារៀងរាល់2-3ម៉ោងម្ដងផឹកទឹកឲ្យបានគ្រប់គ្រាន់ហើយប្រើ moisturizer ដែលសមនឹងប្រភេទស្បែករបស់អ្នកបរិភោគអាហារដែលសម្បូរទៅដោយវីតាមីននិងអង់ទីអុកស៊ីដិនដូចជាផ្លែឈើនិងបន្លែដោយសារអាហារទាំងនេះមានឥទ្ធិពលដោយផ្ទាល់លើស្បែកការគេងគ្រប់គ្រាន់និងការគ្រប់គ្រងសម្ពាធអារម្មណ៍ក៏ជួយការពារការកើតមុននិងស្បែកស្លេកស្លាំងផងដែរស្បែកមានសុខភាពល្អមិនមែនព្រោះតែការប្រើប្រាស់ផលិតផលថ្លៃៗទេប៉ុន្តែបានមកពីការថែទាំប្រចាំថ្ងៃនិងតុល្យភាពក្នុងរាងកាយនិងខាងក្រៅជួបវិជ្ជបណ្ឌិតក្នុងករណីមានលេចឡើងនៅភាពមិនប្រក្រតីណាមួយថែរក្សាស្បែកអ្នកឲ្យវាថែអ្នកវិញផង